ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាការធ្វើដំណើររបស់ខ្ញុំចេញពីទីរួមខេត្តស្ទឹងត្រែងទៅភូមិកំពតបាទដែលមានចម្ងាយប្រហែលជា120គីឡូម៉ែត្រចេញពីទីរួមខេត្តស្ទឹងត្រែងយើងទៅហើយការធ្វើដំណើររបស់ខ្ញុំនេះដែរក៏ឃើញថាមានអារម្មណ៍ថាស្រស់ស្រាយមែនទែនបាទដល់ខែនេះនៅតាមសងខាងផ្លូវគឺពោពេញទៅដោយធម្មជាតិខៀវស្រងាត់តែម្ដងបាទងាយស្រួលធ្វើដំណើរតែម្ដងបាទឥឡូវនេះខ្ញុំបានមកដល់ផ្លូវក្រាគ្រូក្រហមតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជាឡាវបាទហើយនៅតាមបណ្ដោយបន្ទាត់ព្រំដែននេះដែរក៏មានផ្ទះបងទាហានគាត់រស់នៅទីនោះបាទហើយផ្លូវនេះនិយាយទៅគឺធ្វើដំណើរងាយស្រួលមែនទែនបាទស្រួលធ្វើដំណើរមែនទែនហើយសងខាងផ្លូវពោពេញទៅដោយធម្មជាតិខៀវស្រងាត់តែម្ដងបាទហើយអ្វីជាពិសេសនឹងខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋគាត់ដើររោបសិតបាទគាត់ដើររោបសិតទីនោះខ្ញុំក៏បានចុះដើររោដែរបាទប៉ុន្តែរោមិនបានទេបាទឥឡូវមានតែទិញគេបាទឥឡូវបានជួបពូហើយនឹងមីនឹងគាត់មកពីរោបសិតបាទឥឡូវគាត់បានពីកធរនឹងបាទបានមកបត្រូហើយនឹងកធរនឹងមួយទៀតឥឡូវសុំចែកគាត់បាទសុំចែកគាត់នៅក្នុងកធរក្រហមហ្នឹងគឺគាត់លក់ឲ្យទាំងអស់បាទអត់មានជញ្ជីងថ្លឹងទេឥឡូវគាត់ថានៅក្នុងកធរក្រហមហ្នឹងគាត់ធ្លាប់លក់ឲ្យគេប៉ុណ្ណឹងគឺ3គីឡូបាទឥឡូវ3គីឡូឥឡូវគាត់លក់ឲ្យ1គីឡូ15000គាត់មកចេញមកតាំងពីព្រឹកបាទឥឡូវដល់ថ្ងៃនេះគាត់ត្រឡប់ទៅផ្ទះវិញឥឡូវជួបគាត់តាមផ្លូវបាទឥឡូវយើងឆក់ថងបាទគាត់លក់ឲ្យទាំងអស់ឥឡូវយើងទិញទាំងអស់បាទឥឡូវយើងឆក់ថងទុកមកថ្លឹងនៅខេត្តបាទតើបាន3គីឡូដូចគាត់និយាយអត់បាទចាំយើងមើលទាំងអស់គ្នាពេលដែលយើងឆក់ថងហើយឆក់អីហើយសិតកងៅនេះល្អមែនតើបាទល្អមែនតើហើយឥឡូវនេះគាត់ធ្វើដំណើរទៅផ្ទះគាត់ហើយយើងក៏បានធ្វើដំណើរមកខេត្តវិញដែរបាទឥឡូវយើងនឹងយកផ្សិតហ្នឹងមកថ្លឹងទាំងអស់គ្នាបាទតាមបាន3គីឡូអត់បាទឥឡូវយើងកំពុងតែថ្លឹងបាទថ្លឹងហើយបាទមើលសិនបាទ3គីឡូអត់បាទអូដាច់ជាកេះម៉ាត់បាទអត់បាន3គីឡូទេបាទពូបាន2គីឡូជាងពូអើយពូ2គីឡូជាងទេឥឡូវជីកដោយកលុយវិញបាទនៅបណ្ដោយបន្ទាត់ព្រំដែនកម្ពុជាឡាវនោះបាទឆ្ងាយណាស់បាទទៅអត់រួចទេ